សម្ដេចហ៊ុនសែនបានលើកឡើងថាថៃលុប MOU 2001គឺស្មើនឹងបិទផ្លូវចរចាទ្វេភាគីដោយខ្លួនឯងប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីបានបង្ហោះសារដ៏ក្តៅគគុកមួយពាក់ព័ន្ធនឹងបញ្ហាសមុទ្ររវាងកម្ពុជានិងថៃដោយសម្ដេចបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាកុំបើកការចរចាទ្វេភាគីថ្មីណាមួយជាមួយនឹងថៃទៀតឡើយបន្ទាប់ពីថៃបានសម្រេចចោលលុប MOU ដោយឯកតោភាគីការលើកឡើងនេះធ្វើឡើងក្រោយពីមានការចុះផ្សាយពីសារព័ត៌មានថៃកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2026ថារដ្ឋមន្ត្រីការបរទេសថៃបានថ្លែងថាក្រោមអនុសញ្ញាច្បាប់សមុទ្រក្រោយការលុប MOU 2001ភាគីទាំងពីរគួរបន្តដំណោះស្រាយតាមការចរចាទ្វេភាគីជាមុនសិនទាក់ទងនឹងការលើកឡើងនេះសម្ដេចហ៊ុនសែនចាត់ទុកថាប្រសិនបើសម្ដីនោះជាការពិតនោះវាផ្ទុយស្រឡះពីសកម្មភាពជាក់ស្ដែងរបស់ភាគីថៃព្រោះការលុប MOU 2001ដោយឯកតោភាគីគឺមានន័យថាថៃបិទបញ្ចប់ក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចទៅហើយសម្រាប់បញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីសម្ដេចបានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាដើរត្រង់ទៅកាន់យន្តការច្បាប់សមុទ្រអន្តរជាតិឆ្នាំ1982តែម្ដងដោយមិនចាំបាច់រងចាំការយល់ព្រមពីភាគីថៃឡើយសម្ដេចក៏បានរំលឹកថាកាលពីថ្ងៃទី6ឧសភាឆ្នាំ2026សម្ដេចធ្លាប់បានប្រមានម្ដងរួចហើយកម្ពុជាមិនគួរបង្កើតយន្តការទ្វេភាគីថ្មីដើម្បីជំនួសយន្តការចាស់ដែលថៃជាអ្នកលុបចោលនោះទេទោះបីជាកម្ពុជាសោកស្ដាយចំពោះការលុបចោល MOU 2001ក៏ដោយប៉ុន្តែសម្ដេចហ៊ុនសែនបានលើកឡើងថាកម្ពុជាក៏គួរអរគុណថៃផងដែរដែលបានបើកផ្លូវឲ្យកម្ពុជាអាចងាកទៅរកការប្រើប្រាស់យន្តការអន្តរជាតិនិងច្បាប់សមុទ្រអន្តរជាតិជាជម្រើសសម្រាប់ដោះស្រាយបញ្ហានាពេលខាងមុខ